Dram nâng một Malaysia cho kịch trùm priêng sẵn tiệp hiếp rồi viên Campuchia Thái. រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកម៉ូហាម៉េតហាសាន់នាថ្ងៃអង្គារទី 14 ខែតុលាបាននិយាយថាប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ីនៅថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាលោកម៉ូហាម៉េតបានបន្តថាម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិកនឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជាដែលនឹងតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីនហើយដកសភាវុធធនធានទាំងអស់ចេញពីតំបន់ព្រំដែន បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលក្រុងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 28 ខែតុលាឆ្នាំ 2025 លោកម៉ូហាម៉េតបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនឹងធានានៅបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពគួរបញ្ជាក់ថាភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដ៏ប្រឡាយអស់រយៈពេល 5 ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់គ្នាដែលផ្ដួចផ្ដើមដោយលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអាល់ប្រាហ៊ីម